សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញមកឡងអ្នកទាំងអស់គ្នាទាំងយប់ទៀតហើយថ្ងៃនេះខ្ញុំមានសាច់រឿងមួយមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាស្ដាប់គឺរឿងព្រលឹងស្រីក្រមុំសងសឹកហើយអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាស្ដាប់រឿងនេះម្លងលោចអ្នកទាំងអស់គ្នាអាចស្រមើសម័យទៅកាន់សាច់រឿងហ្នឹងវាមានដំណើរដើមតងយ៉ាងម៉េចបានជាមានស្រីក្រមុំមួយខឹងដល់ថ្នាក់សងសឹកខ្មោចស្រីក្រមុំសងសឹកអីចឹងស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាសុភាពជាស្រីក្រមុំអាយុ21ឆ្នាំនាងធ្វើការនៅក្នុងហាងកែសម្ផស្សមួយរូបរាងរបស់នាងមិនតូចមិនធំសម្បុរសសក់វែងមុខពងក្រពើស្អាតនិងស័ក្តិសមជាអ្នកជំនាញខាងកែសម្ផស្សមែនតាមធម្មតាក្រោយពីចេញពីធ្វើការនៅម៉ោង8យប់នាងត្រឡប់មកផ្ទះវិញម្នាក់ឯងមិនដែលជិះអីទេព្រោះផ្ទះរបស់នាងនៅមិនឆ្ងាយពីកន្លែងធ្វើការប៉ុន្មានឡើយហើយយប់មួយនោះនៅពេលដែលសុភាពកំពុងត្រឡប់មកផ្ទះវិញដោយសពមួយដងដែរក៏ស្រាប់តែមានមនុស្សមកចាប់នាងពីក្រោយដៃម្ខាងខ្ទប់មាត់នាងជាប់រួចអូសនាងចូលទៅក្នុងបន្ទប់ផ្ទះមួយដែលនៅជាប់នឹងមាត់ផ្លូវសុភាពតស៊ូរកបំរាស់អស់ពីសមត្ថភាពតែអត់ប្រយោជន៍នាងខំអោនដៃខំដៃរបស់វាយ៉ាងពេញទំហឹងវាក៏ទីកំភ្លៀងនាងដួលបោកទៅនឹងកំរាក់វាដើរចូលទៅរកនាងទាំងកំហឹងពេលនោះសុភាពក៏ដកគុណកំបិតចេញពីកាបូបរួចក៏ចង្អុលគំរាមវាដោយឲ្យវាបើកទ្វារឲ្យនាងចេញទៅក្រៅវិញដំបូងវាផិតភ័យបន្តិចដែរគិតថាបំណងរបស់វាប្រហែលជាមិនបានសម្រេចទេប៉ុន្តែចេះដល់ងាកទៅចុះឡើងក៏ឃើញដំបងមួយក្បែរជញ្ជាំងវាក៏រត់ទៅចាប់ដំបងនោះមកដោយក្តីរីករាយវាចូលទៅរកនាងម្ដងទៀតព្រមទាំងបញ្ជាឲ្យទម្លាក់កំបិតចោលតែនាងមិនព្រមវាក៏វាយបំពងទៅលើរូបនាងរាងកាយរបស់នាងយ៉ាងដំណំហើយក្បាលរបស់សុភាពនោះបែកឈាមហូរសស្រាក់វាសំពងថែមហើយថែមទៀតត្រាបណីវាវាយទាល់តែសុភាពអង្វរទៅថាព្រមហើយឈប់ទៅលឺនាងអង្វរដូច្នេះវាក៏បោះដំបងចោលហើយដើរចូលទៅជិតនាងសុភាពដែលឈាមកំពុងតែហូរចូលខ្លួនវាក៏ចាប់សុភាពដេកទៅលើកម្រាលជញ្ជាំងហើយសោយសម្ពត់របស់នាងឡើងរហូតឃើញខោក្នុងពណ៌សដ៏ស្អាតនៅបិទបាំងវត្ថុស្ងួតរបស់នាងដែលនាងមិនធ្លាប់ឲ្យអ្នកណាម្នាក់ប៉ះនៅដងឡើយវាទាញខោក្នុងរបស់នាងឲ្យរហែករយេះរយាយអស់ហើយរត់ឃើញភាពជាស្រីក្រមុំរបស់នាងច្បាស់ខ្លាំងហើយសុភាពដេកដកដង្ហើមអណ្ដើតអណ្ដោះឈឺចាប់ខ្លោចផ្សាទាំងរូបកាយនិងដួងចិត្តវាអោនទៅរកចំណុចសំខាន់របស់សុភាពនិងលិតយ៉ាងក្រហល់ក្រហាយពុកមាត់និងក្រៀតរបស់វាត្រដោះបរិវេណនោះឡើងក្រហមវាកើតជាអារម្មណ៍ពេញទំហឹងវាគោះយករបស់វាមកញាត់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់នាងហ្នឹងឥតប្រណីធ្វើឲ្យសុភាពស្រែកទួញយំដោយក្តីឈឺចាប់វាបុកទៅទាំងកំរោលគ្មានយល់ថានាងនៅក្រមុំឬថ្មីថ្មោងអីទេសុភាពពិនិត្យមើលមុខវាយ៉ាងច្បាស់ដកជាប់ក្នុងកែវភ្នែកនាងគិតក្នុងចិត្តថានៅពេលដែលនាងរួចពីក្រញាំរបស់វានាងសងសឹកវាមិនអោយទល់តែបានសងសឹកវាទល់តែបានអញ្ចឹងប៉ុន្តែមិនបានដូចនាងគិតទេព្រោះក្រោយពីរំលោភអស់ចិត្តហើយអាចោរនោះក៏ច្របាច់
ករបស់នាងឲ្យនាងស្លាប់នៅនឹងកន្លែងរួចដល់យប់ជ្រៅវាក៏បានអូសសុភាពទៅទុកចោលនៅលើផ្លូវមួយឆ្ងាយពីអគារមួយខ្នងនោះនាងស្លាប់ទៅទាំងប៉ូលីសមិនអាចដឹងបានឡើយថាឃាតករដៃដល់ចេតនាហើយវាអាចរួចខ្លួនក៏មានឱកាសចាំចាប់ស្រីផ្សេងទៀតដោយដែលបានធ្លាប់ធ្វើកន្លងមកក្រោយមកវាក៏បានឃើញស្រីម្នាក់ទៀតកំពុងដើរតាមផ្លូវនេះដែរព្រមនោះនាងក៏ត្រូវវាលបចាប់ពីក្រោយខ្នងខ្ទប់មាត់ដោយសុភាពដែរនាងក្រមុំព្យាយាមតស៊ូមិនបានវាដំបងថ្ងៃមុននោះវាធ្វើឲ្យនាងរហូតទាល់តែសន្លប់វាញញឹមឡើងយ៉ាងពេញទំហឹងរួចដើរទៅរកនាងហើយវាសោយសម្ពត់របស់នាងមុំហ្នឹងរត់ឃើញខោខ្លីដាក់ទៀតវាក៏ចាប់ទាញខោខ្លីនោះចេញឲ្យរបូតដល់ចុងជើងហើយវាលិតចំណុចសំខាន់របស់នាងនឹងចាប់រំលោភនាងភ្លាមខណៈពេលនោះដែលពេលដែលវាកំពុងសម្រុកនោះផ្ទៃមុខរបស់នាងក្រមុំស្រាប់តែប្រែរូបមកជាមុខរបស់សុភាពទៅវិញប៉ុន្តែដោយសារកំហឹងនៃប្រញ្ញាខ្សាប់មិនបានមើលមុខរបស់នាងក្រមុំទេដៃទាំងពីររបស់នាងក្រមុំក៏លុកមករកបំពង់ករបស់វាហើយច្របាច់យ៉ាងខ្លាំងពេលនោះទើបវាដឹងថាមុខរបស់នាងក្រមុំប្រែជានាងសុភាពវាក៏បើកភ្នែកហើយបេះដូងវាបើកភ្នែកនោះធំហើយបេះដូងវាលូតញាប់ខ្លាំងមែនទែនរាងកាយរបស់វាធ្លាក់ចុះពីលើរាងកាយរបស់នាងទាំងច្របាច់ទៅដល់ខ្យល់នាងក្រមុំដឹងខ្លួនប្រញាប់ងើបឡើងរត់គេចទាំងត្រេតត្រោតចេញពីអគារនោះចៃដន្យនាងក៏បានជួបប៉ូលីសកំពុងតែដើរល្បាតតាមដងផ្លូវនោះនាងក្រមុំបានប្តឹងប៉ូលីសឲ្យទៅជួយចាប់អាជនអ្នកនោះតែពេលនោះប៉ូលីសក៏ទៅដល់ក៏ឃើញវាដេកស្លាប់នៅត្រង់កន្លែងកើតហេតុនោះទៅហើយប៉ូលីសសន្តានថាជនអាក្រក់នោះនៅពេលឃើញរបស់ល្អរបស់នាងក្រមុំវាក្រំជួយចិត្តរហូតដល់គាំងបេះដូងស្លាប់តែម្ដងគ្មានអ្នកណាដឹងឡើយថាវាងាប់ព្រោះតែការសងសឹករបស់សុភាពសោះចង់និយាយថារឿងនេះគឺការសងសឹករបស់សុភាពហ្នឹងបានសម្រេចប៉ុន្តែក៏ថាហេតុការណ៍ហ្នឹងគឺมันបានដឹងថាក្រោយពីជនល្មើសស្លាប់ហើយមិនដឹងថាស្លាប់ដោយមូលហេតុអីការសន្និដ្ឋានរបស់ប៉ូលីសគឺសន្និដ្ឋានថាវារំជើបរំជួលឃើញនាងក្រមុំចាប់ទៅសើយឃើញទៅស្អាតពេកក៏គេថាគាំងបេះដូងគេថាងាប់ឬបង្កងបដ ாய் អញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេហើយពាក់ព័ន្ធនឹងកំហឹងស្រីក្រមុំសងសឹកហើយខ្ញុំសង្ឃឹមថាការនិទាននេះអ្នកទាំងអស់គ្នានឹងពេញចិត្តនិងជួយចុច Subscribe ចុច Share ទាំងអស់គ្នាបាយបាយជួបខ្ញុំនៅខ្សែវីដេអូក្រោយ